សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយចង់ចែកម្លែកតទៅជាមួយនឹងការ install OS នៅលើ virtual machine ក្នុងថ្ងៃនេះខ្ញុំយក OS Linux គឺ Kali Linux ប៉ុន្តែយើងក៏អាច install OS ផ្សេងៗបាននៅលើ machine យើងផងដែរទីមួយដែលយើងត្រូវការនោះគឺកម្មវិធី virtual នៅនេះខ្ញុំប្រើ VMware Workstation យើងអាច download បានខ្ញុំនឹងបង្ហាញថាខ្ញុំទៅ download នៅណាគឺ website នេះ website ហ្នឹងគឺជា website ដែលយើងអាច download software ផ្សេងៗបានគឺជាប្រភេទច្រើនស្អីក៏មានដែរក្នុងហ្នឹងយើងគ្រាន់តែវាយ VMware មក Workstation មកយើងអាចរើសបានសម្រាប់ខ្ញុំយក version ចុងក្រោយហើយនៅក្នុងហ្នឹងគឺវាមាន key license របស់វាហើយយើងអាចប្រើបានអញ្ចឹងរបៀប download ខ្ញុំអត់បង្ហាញទេមួយទៀតគឺតើតើជាមួយនឹងការ download OS ក្នុងនេះខ្ញុំបង្ហាញពី Kali ដូចគ្នាពី Kali គឺយើងអាច download នៅក្នុង website original របស់វាទៅយើងអាចគ្រាន់តែយើងវាយ Kali Linux download មកសម្រាប់ OS ផ្សេងៗក៏យើងអាច download ពី website original ដែរអញ្ចឹង Kali Linux គឺជា OS ដែលយើងអាចរៀនបានតើតើជាមួយនឹងគេផ្ដោតទៅលើផ្នែក cyber security អីហ្នឹងខ្ញុំក៏ទៅចាប់ផ្ដើមរៀនប្រើដែរខ្ញុំអត់ចេះអីច្រើនទេអូខេឥឡូវខ្ញុំវាមានផ្នែករបស់វាគឺមាន install image នឹង virtual machine អញ្ចឹងយើងយកអា virtual machine ហ្នឹងមកដូចខ្ញុំមុនហ្នឹងខ្ញុំប្រើ virtual របស់វាអញ្ចឹងខ្ញុំចុចលើហ្នឹងមកគឺវា download auto ហើយអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំមានស្រាប់ហើយខ្ញុំអត់ត្រូវការទេខ្ញុំសុំបើក client file មកពេល load មកវាចេញមិននេះគឺវាចេញជា file RAR គឺវា zip ជា file RAR ឲ្យយើងហើយបន្ទាប់មកយើង extract វាមកឲ្យវាផលិត file ហ្នឹងចេញមកបន្ទាប់មកគឺងាយស្រួលមែនតើគឺគ្រាន់តែយើង select file នៅក្នុងហ្នឹងគឺនេះ Kali Linux ហ្នឹងគឺយើង double click មកគឺវា auto បើកជាមួយនឹងចូលក្នុង VMware Workstation របស់យើង auto